ចាអញ្ចឹងយើងបន្តទៅកាន់វីដេអូសេចក្តីជូនទៅនឹងបកាទី20ចំណុចទី23បន្តទៅទៀតតកតងជាមួយនឹងការជេរបច្ចាជា comment អរគុណច្រើនអត់មានអីត្រូវនិយាយទេមានតែអរគុណណាដោយសារអីបានខ្ញុំអរគុណពួកខ្ញុំដឹងច្បាស់មនុស្សដែលខ្ញុំកំពុងតែចេញផ្សាយគឺជាមេខ្លោងក្បត់ជាតិបើមិនមានការចេញគាំទ្រពីក្រមក្បត់ជាតិមិនកើតព្រោះមេខ្លោងក្បត់ជាតិគឺជាមេធំតកតងជាមួយនឹង Cyber Security អញ្ចឹងត្រូវតែប្រមូលផ្ដុំពួក MMO ពួកបកាយជេពួកអីហ្នឹងចូលមកជេខ្ញុំគឺត្រូវហើយណាដូចគ្នាជាមួយនឹងឧទាហរណ៍សំរាំងស៊ីគេផុសអីមួយតកតងមួយសំរាំងស៊ីហើយទៅគេផុសអីមួយតកតងជាមួយនឹងការដៀលក្បាលសំរាំងស៊ីឬមួយក៏ជេសំរាំងស៊ីអីចឹងឧទាហរណ៍ស្រាប់តែមានបពុខ្សែបដាញ MMO ពួកសំរាំងស៊ីចូលមកជេអ្នកដែលផុសអីហ្នឹងឯងគឺត្រូវអញ្ចឹងវាអត់ខុសគ្នាពីនៅពេលដែលខ្ញុំព្យាយាមនិយាយបើកបង្ហាញអំពីចារកម្មក្បត់ជាតិដែលលាក់ខ្លួននៅក្នុងប្រទេសដែលមានក្រុមការងាររបស់សម្ដេចពុកហ៊ុនសែនជាមេខ្លោងក្បត់ជាតិហើយស្រាប់តែខ្ញុំត្រូវបានបពុក្រុមខ្សែបដាញ MMO គេចូលមកជួយគេចូលមកវាយប្រហារខ្ញុំហើយគេជេរបចោខ្ញុំនៅក្នុង Facebook page នៅក្នុងការ comment នេះហ្នឹង never mind យើងទៅអត់មានបញ្ហាទេខ្ញុំទទួលស្វាគមន៍ជេមកស្រឡាញ់ហើយការជេខ្ញុំនេះដូចផ្ដល់កម្លាំងចិត្តឲ្យខ្ញុំអញ្ចឹងហើយជាសក្ខីភាពមួយបញ្ជាក់អំពីអំណាចសក្តានុពលភាពជាជនក្បត់ជាតិរបស់ក្រមការងាររបស់សម្ដេចពុកហ៊ុនសែនដែលមានពួកអាយ៉ងចូលមកជួយជេរបចោខ្ញុំជំនួសពួកក្រុមក្បត់ជាតិនឹងអញ្ចឹងបកកើតសតបៈពួកខ្សែបដាញ MMO បកកើតសតពួកជេរបចោបកកើតសតពួកអីអញ្ចឹងមកដើម្បីជួយខ្លួនឯងដោយអរចនាសម្ព័ន្ធដែលខ្ញុំគូសតាក់ទងជាមួយនឹងជនក្បត់ជាតិអញ្ចឹងវាអត់ខុសគ្នាទេណាវាអត់ខុសគ្នាទេហើយចូលមកជេរកាន់តែច្រើនណាកាន់តែបញ្ជាក់ថាអ្នកដែលខ្ញុំកំពុងតែធ្វើការផុសហ្នឹងគឺធំត្រូវពិតជាមេខ្លោងក្បត់ជាតិពិតមែនគ្រាន់តែផុសភ្លាមអាចកអាចែមចេញមកពេញនឹងប្រតិកម្មនៅក្នុងការជួយតវ៉ាជួយជេរបចោជំនួសខ្សែបដាញមេខ្លោងក្បត់ជាតិនឹងឯងអត់អីទេចេញមកជេរទៅញឹកប្រាប់ជេរតទៅងាប់ម៉ែបងប្អូនអ្នកជេរនឹងទៀតក៏អត់មានក៏ក្រើកដល់ក្បាលខ្ញុំដែរខ្ញុំអត់ដែរជឿក្បាលវើមុខជាមួយនឹងអាពាកជេរទាំងអស់ហ្នឹងទេព្រោះខ្ញុំមិនមែនជាតារាសម្ដែងសម្រាប់ប្រព័ន្ធសង្គមខ្ញុំចេញវីដេអូបកស្រាយក្នុងនាមខ្ញុំជាជនរងគ្រោះមិនមែនជាតារាសម្ដែងត្រូវការឲ្យមានការវោតគាំទ្រណាត្រូវការឲ្យមានគេលើកមេដៃឬដាក់មេដៃចុះក្រោមអីគឺដូចជាអត់ត្រូវការចំណុចហ្នឹងទេអញ្ចឹងឯងលេងមកស្រឡាញ់ទៅជាកាន់តែខ្លាំងបញ្ជាក់ថាអ្នកដែលខ្ញុំលើកយកមកនិយាយនេះគឺជាមេខ្លោងក្បត់ជាតិធំបំផុតតែមានខ្សែបដាញពួក MMO តាមតោងតាមការពារតាមជេរបចោអ្នកដែលវាយប្រហារទៅលើមេខ្លោងក្បត់ជាតិវាកុំភ្លេចមនុស្សដែលខ្ញុំកំពុងតែនិយាយឥឡូវហ្នឹងគឺជាក្រុមការងារមួយចំនួនតទៅជាមួយនឹង Cyber Security របស់សម្ដេចពុកហ៊ុនសែនដែលជាប់ពាក់ព័ន្ធជាមេខ្លោងក្បត់ជាតិអញ្ចឹងមានការជេរបចោខ្ញុំកាន់តែច្រើនវាយបាខ្ញុំកាន់តែច្រើនបញ្ជាក់ថាអ្វីដែលខ្ញុំនិយាយសិតសឹងតែជាការពិតបុគ្គលនឹងពិតជាមេខ្លោងក្បត់ជាតិពិតប្រកបពិតមែនណាហើយព្យាយាមបង្ហាញឲ្យឃើញឲ្យអស់ទៅជួយថតខមមិនជេរនឹងឲ្យមិនដាច់ពុកមើលផងដើម្បីបញ្ជាក់ថាមនុស្សដែលខ្ញុំកំពុងតែធ្វើការរាយការណ៍ឥឡូវហ្នឹងណាគេមានពួកក្រុមអាចកអាចែមពួកក្រុម MMO ចូលជួយចូលជេរបចោអ្នកដែលវាយប្រហារមេគេណាល្អមែនតើហើយបើមានសេចក្តីសុខនឹងការជេរហ្នឹងក៏ជេរទៅហែងជេរអញកាន់តែខ្លាំងអញជេរមេខ្លោងក្បត់ជាតិហើយកាន់តែខ្លាំងដូចគ្នាហែងកាន់តែជេរអញកាន់តែជេរមេខ្លោងក្បត់ជាតិហើយអញជេរតអញអត់ជេរបកមួយពួកឯងមកខមមិនហ្នឹងទេពួកអញដឹងថាពួកឯងហ្នឹងប្រៀបដូចម៉ាស៊ីនអញ្ចឹងជេរទៅក៏អត់ចេះឈឺដែរអញ្ចឹងអញអត់ជេរហែងទេមានមនុស្សដែលអញជេរទៅឈឺអញត្រូវជេរមនុស្សដែលជេរទៅឈឺណាបកត្រឡប់មកវិញឆ្លើយតបទៅកាន់ប្រសង់មួយអង្គដែលគាត់ comment
ก็តែឲ្យនិយាយតែកុំឲ្យប្រើភាសាជេរច្រើនពេកចឹងទៅកណាថ្វាយគុំនៃគុណដោយសារដែលគុណអត់ដឹងថាទង្វើថោកទាបទង្វើដេរឆានរបស់មនុស្សដែលខ្ញុំជេរហ្នឹងឯងកម្រិតណាស្ដេចបើសិនតែគុណដឹងថាដល់តនៈវិជោស្លាប់ខ្ញុំដល់ក្នុងផ្ទះហើយវាបិទផ្លូវតាមស្លាប់ខ្ញុំនៅពេញដែលគុណនឹងដឹងថាការជេរហ្នឹងវាចេញផុសចេញមកពីអាទំហំឈឺចាប់ផ្លូវចិត្តកម្រិតណាបញ្ជេរវាចេញមិននៅសុកជេរទេជេរគឺមកពីបញ្ហាហ្នឹងខ្ញុំចង់ឲ្យដេកគុណបានដឹងអំពីការជេរព្រោះការធ្វើសេចក្តីជូនទៅនឹងនេះឡើង2ឆ្នាំហើយណាអញ្ចឹងខ្ញុំអត់បកស្រាយច្រើនទេហើយសូមពុកម៉ែបងប្អូនអរគ្នាកុំឆាតមកខ្ញុំអត់លេងឆាតទេហើយបើមានឆាតខ្ញុំអត់ទទួលខុសត្រូវទេហើយរាល់ការខមមិនចឹងដែរជេរខ្ញុំបានតែកុំប៉ះពាល់សម្ដេចពុកណាប្រយ័ត្នខ្ញុំជេរវិញកុំប៉ះពាល់សម្ដេចពុកតើប៉ះពាល់សម្ដេចពុកគឺខ្ញុំជេរវិញហើយនៅក្នុងខមមិនហ្នឹងណាតែសម្រាប់ការជេរខ្ញុំអត់មានបញ្ហាជេរចោះជេរទៅគឺបញ្ជាក់អំពីមេខ្លងក្បត់ជាតិដែលខ្ញុំបានហៅមានន័យថាអ្វីដែលខ្ញុំបានបញ្ជាក់ហ្នឹងគឺជាការពិតប្រកបពិតមែនបានមានក្រុមអាចចារ្យពួកMMOចូលមកជួយអីហ្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនតាមដានរាល់វីដេអូក្រេបយកចំណេះដឹងយកព័ត៌មានក៏ដូចជាបទពិសោធន៍មួយចំនួនដែលពុកម៉ែបងប្អូនអត់ដែលជួបអត់ដែលដឹងអំពីរឿងទាំងអស់ហ្នឹងស្ដាប់ទៅវាដូចជាចម្លែកក៏ប៉ុន្តែអាចចំណេះដឹងមួយហ្នឹងខ្ញុំគិតថាពុកម៉ែបងប្អូនប្រហែលជាមិនដែលបានជួបប្រទេសដូចខ្ញុំក៏ខ្ញុំអត់ដែលបានជួបប្រទេសដូចគ្នាដែរអញ្ចឹងសម្រាប់ការបកស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងបន្តទៅកាន់វីដេអូខាងមុខទៀតខ្ញុំអត់ចង់និយាយអីច្រើនអីញ៉ៃតែទៅជាមួយនឹងការបកស្រាយឬក៏ឆ្លើយតបជាមួយនឹងខមមិនអញ្ចឹងយើងចូលទៅដល់សាច់រឿង